ជំពូកទី7កាន់គម្ពីរហោរាតូចព្រះគម្ពីរហូសេកាលហោរាអេសាយធ្វើជាហោរាទៅកាន់ពួកយូដាហោរាហូសេបានធ្វើជាហោរាទៅកាន់ពួកអ៊ីស្រាអែលហោរាហូសេបានចាប់ផ្ដើមពន្ធកិច្ចរបស់ខ្លួននៅក្នុងរជ្ជកាលរបស់ស្ដេចយេរ៉ូបោមទី2ហើយបានបន្តរហូតដល់ក្រោយពេលពួកអ៊ីស្រាអែលត្រូវបានធ្លាក់ខ្លួនជាឈ្លើយរបស់ពួកអាសឺដែលជាពេលវេលាដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្ររបស់សាសយូដាវាងាយស្រួលចងចាំឈ្មោះរបស់ហោរាហូសេដោយសារគាត់ជាហោរាដែលមានប្រពន្ធមិនស្មោះត្រង់ព្រះជាម្ចាស់ទ្រង់បានបង្គាប់ឲ្យហោរាហូសេរៀបការជាមួយនឹងស្រីសំផឹងម្នាក់ឈ្មោះថាកូម៉ាតាមអត្តចរិតរបស់នាងកូម៉ាបានចោលប្តីទៅរស់នៅក្នុងអំពើបាបដ៏គួរឲ្យអាម៉ាស់លុះក្រោយមកព្រះជាម្ចាស់បានបង្គាប់ឲ្យហោរាហូសេទៅរកនាងដែលជាប់ខ្លួនជាទាសករហើយទិញនាងយកមកវិញគោលបំណងនៃការទាំងអស់នេះគឺដើម្បីបង្ហាញរូបភាពនៃទំនាក់ទំនងរបស់ព្រះជាម្ចាស់ជាមួយនឹងពួកអ៊ីស្រាអែលពួកអ៊ីស្រាអែលបានបង្ហាញភាពមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់គឺរស់នៅដោយថ្វាយបង្គំរូបព្រះនិងប្រព្រឹត្តអាក្រក់ខាងឯសីលធម៌សាសអ៊ីស្រាអែលនឹងរស់នៅដោយគ្មានស្ដេចគ្មានយ៉ាញ់បូជានិងគ្មានរូបព្រះជាយូរអង្វែងនេះហើយគឺជាស្ថានភាពបច្ចុប្បន្នរបស់សាសអ៊ីស្រាអែលប៉ុន្តែនៅពេលដែលសាសអ៊ីស្រាអែលវិលត្រឡប់មកឯព្រះជាម្ចាស់វិញដោយការប្រែចិត្តនោះព្រះជាម្ចាស់នឹងអាណិតមេត្តាដល់ពួកគេហើយអេប្រាអឹមនឹងត្រូវបានប្រោសឲ្យជាពីចិត្តដែលផិតក្បត់ជារៀងរហូតព្រមទាំងជឿដល់ព្រះជាម្ចាស់វិញអេប្រាអឹមគឺជាពូជអម្បូរដ៏ធំជាងគេនៅអ៊ីស្រាអែលហើយក៏ជាមេដឹកនាំក្នុងការប្រឆាំងទាស់នឹងព្រះជាម្ចាស់ផងដែរហោរាហូសេបានប្រើឈ្មោះនេះដើម្បីសំដៅទៅលើពូជអម្បូរទាំង10របស់ពួកអ៊ីស្រាអែលកាន់គម្ពីរហូសេគឺជាកំណត់ត្រាដ៏អស្ចារ្យអំពីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះជាម្ចាស់ចំពោះរាស្ត្រដែលមិនស្មោះត្រង់នឹងទ្រង់